រីឯព័ត៌មានទី4វិញគឺបើតាមអនុប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡាបានព្រមានថាលោកនីកូឡាម៉ាឌូរ៉ូដែលជាប្រធានាធិបតីហ្នឹងគឺគាត់ត្រៀមលក្ខណៈហិសាច់ហើយនៅក្នុងការប្រកាសដាក់ប្រទេសនៅក្នុងស្ថានភាពនៅគ្រាអាសន្នប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសវេណេស៊ុយអេឡាហើយក៏ថាគឺបើអញ្ចឹងមែនគឺផលពិបាកនឹងមានលក្ខណៈមហន្តរាយណាស់ catastrophic consequences ណាគឺមានន័យថាផលពិបាកនឹងមានលក្ខណៈមហន្តរាយណាស់បើសិនជាសហរដ្ឋអាមេរិកហ៊ានធ្វើអញ្ចឹងមែនបាទដោយសារអីដោយសារតែក្នុងមួយរយៈនេះគឺសហរដ្ឋអាមេរិកបញ្ជូនកម្លាំងជើងគោកកម្លាំងពិសេសទៅដល់តំបន់ហ្នឹងហើយក្រុមហេតុផលថាទៅបង្ក្រាបគ្រឿងញៀនហើយបានបាញ់ទូករបស់តែដែលចេញពីវេណេស៊ុយអេឡាហ្នឹង3គ្រឿងហើយស្លាប់មនុស្សអស់យ៉ាងហោចណាស់7ដល់10នាក់បាទហើយក៏ប៉ុន្តែខាងវេណេស៊ុយអេឡាក៏ថានឹងគ្រាន់តែជាលេសទេជាលេសមួយដើម្បីសហរដ្ឋអាមេរិកប្រើដើម្បីមកផ្ដួលរំលំការដឹកនាំរបស់លោកនីកូឡាម៉ាឌូរ៉ូដែលមានរយៈពេល12ឆ្នាំដែលមានលក្ខណៈបដិការនឹងទេបាទគឺគាត់ថាលេសដើម្បីធ្វើបាបនឹងទេអញ្ចឹងប្រិមិត្តមានឆ្ងល់ថាហេតុអីបានជាបកគាត់ប្រទេសខ្លួនឯងប្រកាសដាក់ស្ថានភាពមានអាសន្នសោះហេតុអីក៏ប្រកាសឲ្យគេដឹងបាទរឿងវាមានផលវាបាទបងណាចាស់អាយុបងខ្ញុំតារាខ្ញុំឡើងទៅធ្លាប់ជួបស្ថានភាពហ្នឹងមិនបញ្យល់ច្រើនក៏យល់ដែរប៉ុន្តែសម្រាប់អ្នកថ្មីគឺបើកាលណាដាក់ប្រទេសមានគ្រាអាសន្នប្រទេសមានសង្គ្រាមគឺការអនុវត្តច្បាប់មួយចំនួនត្រូវបានព្យួរណាត្រូវបានព្យួរចឹងហើយបានលើកមុនពេលដែលប៉ះគ្នារវាងថៃហើយនិងខ្មែរមានអ្នកខ្លះនឹងទាមទារឲ្យប្រើពាក្យសង្គ្រាមណាស់បាទខ្ញុំប្រាប់ថាគឺគាត់ជាការប៉ះទង្គិចគ្នាទេបើកាលណាហ៊ានថាប្រកាសថាជាសង្គ្រាម definition និយមន័យវាផ្សេងបានន័យថាច្បាប់មួយចំនួនត្រូវព្យួរហើយពេលហ្នឹងចឹងបានហេតុអីបានជានីកូឡាម៉ាឌូរ៉ូក៏គម្រាមញ៉ាំពីព្រោះកាលណាប្រកាសស្ថានភាពគ្រាអាសន្នមានសង្គ្រាមច្បាប់មួយចំនួនត្រូវព្យួរគ្មានទេបកប្រឆាំងព្រោះសហរដ្ឋអាមេរិកគាំទ្របកប្រឆាំង